សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានឹងគឺជាវីដេអូដំបូងរបស់ខ្ញុំទេគឺដោយសារតែការចាប់ផ្ដើម YouTube ដំបូងរបស់ខ្ញុំនឹងគឺអត់ដឹងថតពីអីទេអញ្ចឹងទស្សនវិជ្ជាដូចជានៅក្នុងវីដេអូនេះអញ្ចឹងគឺដំបូងគឺ stress ខ្លាំងមែនទែនគឺដោយសារតែយើងចាប់ផ្ដើមថ្មីហ្នឹងគឺមិនដឹងជាធ្វើវីដេអូអំពីអីអញ្ចឹងចេះអីថតនឹងគឺដូចជានៅពេលនេះអញ្ចឹងបាទខ្ញុំឲ្យមើលទស្សនវិជ្ជាទូទៅបាទគឺនៅពេលយប់ទេគឺទី1គឺយើងខ្មាស់អៀនគឺយើងអត់ហ៊ានថតថ្ងៃទេអញ្ចឹងមានតែថតយប់សូមអធិស្ឋានផងអញ្ចឹងមានតែប៉ុណ្្នឹងឯងគឺដោយសារតែយើងមិនដឹងจะធ្វើអីអញ្ចឹងនៅបរិវេណខ្ញុំនៅពេលនេះគឺជាកន្លែងចតឡានទេអញ្ចឹងនៅពេលថ្ងៃហ្នឹងគឺថាកន្លែងពេញអត់មានកន្លែងឈរលេងថតអញ្ចឹងបានទេអញ្ចឹងទស្សនវិជ្ជាគឺវាឡាននៅពេញហ្នឹងអញ្ចឹងដូចជាខ្ញុំអោយមើលនេះសតតែកន្លែងចតឡានទេបងប្អូននៅហ្នឹងគឺផ្សាររបស់គេអញ្ចឹងដូចដឹងស្រាប់ហើយនឹងផ្សាររបស់គេគេរៀបចំភ្លើងពណ៌អញ្ចឹងបងប្អូនឃើញទេផ្សាររបស់គេនេះកន្លែងនេះកន្លែងចតឡានអញ្ចឹងនៅពេលយប់អញ្ចឹងចតតាណាក៏បានដែរព្រោះគេអត់ហាមទេបើសិនជាថ្ងៃវិញបងប្អូនចតកន្លែងនេះអត់បានទេគឺគេនិយមគេដាច់យើងឲ្យទៅកន្លែងផ្សេងអញ្ចឹងទី1ការធ្វើ YouTube ដំបូងរបស់ខ្ញុំនឹងគឺខ្ញុំទី1នឹងអត់ចេះភាសាអង់គ្លេសទី2ហ្នឹងភាសាខ្មែរយើងអាចសរសេរបានអានបានអញ្ចឹងវាជាចំណុចពិសេសមួយដែលខ្ញុំគួរយល់ដឹងគឺនៅពេលដែលយើងអត់ចេះអង់គ្លេសអញ្ចឹងគឺសម័យបច្ចេកវិទ្យាឥឡូវគឺទំនើបខ្លាំងណាស់បងប្អូនគឺគ្រាន់តែយើងdownload app ផ្សេងដើម្បីឲ្យយើងទាញយកមកឲ្យយើងឧទាហរណ៍ថាភាសាអង់គ្លេសចោះយើងអត់ដឹងមែនទេអញ្ចឹងយើងក្លិកយកភាសាដែលយើងអត់ដឹងទៅហើយយើងយកទៅបញ្ចូលលើ app បកប្រែគេបកប្រែភាសាអញ្ចឹងពាក្យដែលយើងអត់ចេះហ្នឹងគេប្រែជាភាសាខ្មែរយើងគឺអស្ចារ្យខ្លាំងមែនទែនសម្រាប់2025សម្រាប់អ្នកអត់ចេះភាសាអង់គ្លេសអញ្ចឹងដូចជាខ្ញុំមកជាដើមអូអត់ចេះភាសាអង់គ្លេសចង់ធ្វើ YouTube គេដែរអញ្ចឹងកុំសើចបងប្អូនអញ្ចឹងមានតែការខិតខំប្រឹងប្រែងនេះឯងហើយខ្ញុំធ្វើនេះអត់មានគ្រូទេគឺខ្ញុំរៀនសិក្សាតាម YouTube គឺបងអ្នកធ្លាប់ធ្វើចាស់រាប់ឆ្នាំមកហើយគឺខ្ញុំមើលបទពិសោធន៍របស់គាត់អញ្ចឹងខ្ញុំរៀនធ្វើតាមគាត់នឹងអញ្ចឹងបានជាខ្ញុំផុសអីចេះតែផុសទៅគឺថតអីចេះអីចោះថតនឹងអញ្ចឹងគឺដូចទស្សនវិជ្ជាទូទៅនៅពេលនឹងអញ្ចឹងដល់ពេលខ្ញុំនិយាយនេះសូមអធិស្ឋានផងមានខុសមានត្រូវគឺដោយសារតែយើងរៀនធ្វើដំបូងហ៎បាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនក៏ប្រកាន់អីអញ្ចឹងតោះតើមើលទស្សនវិជ្ជាទូទៅជាមួយខ្ញុំអស់គ្នាខ្ញុំនាំហើយខ្ញុំនឹងបរិយាយប្រាប់បងប្អូនថាកន្លែងហ្នឹងវាទីធ្លាហ្នឹងវាមិនអីមិនតោះតើមើលជាមួយខ្ញុំទាំងអស់គ្នានេះដូចបងប្អូនឃើញស្រាប់ហើយនេះបាទទីធ្លាគឺនឹងគឺថ្ងៃហ្នឹងគឺថាឡានចតពេញផ្លូវនេះផ្លូវខ្ញុំនេះគឺមួយផ្លូវទេហើយឡានចតទាំងសងខាងនិយាយពីឡាននេះចតទាំងសងខាងទេហើយក៏នោះក៏ដូចគ្នាគឺផ្លូវវាលក្ខណៈដូចពីរចាញ់ហើយនឹងចូលអញ្ចឹងឡានបើកន្លែងទៅនោះកន្លែងដែលមានដបូលមានឡានចតហ្នឹងគឺកន្លែងចតឡានហ្នឹងគឺគេចតប្រចាំបើដល់គឺអស់លុយប្រហែលជាអស់លុយគឺក៏មានដបូលមានអីអញ្ចឹងក៏ក្នុងមួយខែគិតប៉ុណ្ណាគឺខ្ញុំអត់ដឹងទេដឹងតែកន្លែងគេចតចូលគេចតទាំងយប់ទាំងថ្ងៃមួយខែទល់មួយខែណាបើសិនជាកន្លែងទីធ្លាដែលខ្ញុំបង្ហាញប្រាប់នេះគឺពេលល្ងាចគឺតឡាត់គឺផ្សារនឹងឯងគឺមនុស្សច្រើនអញ្ចឹងរកកន្លែងចតអញ្ចឹងរកកន្លែងចតអញ្ចឹងមានកន្លែងនេះគឺពេញអស់នៅក្នុងក៏ដូចគ្នាអញ្ចឹងអានេះខ្ញុំបង្ហាញនេះគឺជាផ្សារនៅចំកណ្ដាលហើយជាហេងខាងនោះទៀតគឺផ្លូវអញ្ចឹងផ្លូវចាញ់ចូលហើយនេះលក់នៅទល់មុខអញ្ចឹង
ចឹងសង្ឃឹមថាវីដេអូនេះគឺជាបទពិសោធន៍របស់ខ្ញុំទេសូមអធិស្ឋានគឺរៀនធ្វើវីដេអូដំបូងគឺផ្លែកអារម្មណ៍តិចហើយគឺដោយសារតែអ្នកស្ដាប់នឹងគេចង់សើចណាស់ទៅហើយអរគុណពុកម៉ែបងប្អូនដែលបានចូលមើលវីដេអូរបស់ខ្ញុំចឹងមានតែប៉ុណ្្នឹងឯងសូមជម្រាបលាចឹងដូចអានេះគឺជាវីដេអូដែលខ្ញុំធ្វើបង្ហាញខ្ញុំដើរទេបងប្អូនឃើញទេគឺនៅពេលនេះម៉ោងប្រហែលជា10ជាងហើយបាទ10អីមិនដល់ម៉ោង10ជាងទេម៉ោង10:00អីហ្នឹងគឺថាមានតែឡានទេអត់មានមនុស្សទេគឺស្ងាត់ខ្លាំងមែនទែនបាទចឹងឮបងដែលធ្លាប់ធ្វើមុនគាត់និយាយថា YouTube បើសិនតែយើងធ្វើកាន់តែយូរកាន់តែនាទីកាន់តែច្រើនគឺកាន់តែល្អអញ្ចឹងប្រហែលជាអញ្ចឹងមែនព្រោះថា YouTube ឥឡូវគឺវាមានលក្ខណៈដូចជាផ្សព្វផ្សាយពាណិជ្ជកម្មអញ្ចឹង YouTube ក៏ចូលចិត្តណាស់ដល់ពេលដែលយើងផលិតវីដេអូវែងគឺ YouTube ចូលចិត្តខ្លាំងគឺដោយសារតែវាមានពាណិជ្ជកម្មនៅនឹងដើម្បីងាយស្រួលក្នុងការផលិតអីគេទេគឺខ្ញុំអត់ដឹងដែរគឺខ្ញុំអត់សូវយល់ដឹងអំពី YouTube ច្រើនប្រហែលទេប៉ុន្តែឮតែគាត់ថាការធ្វើ YouTube កាន់តែវិញគឺកាន់តែល្អបាទអញ្ចឹងនេះដូចជាទស្សនវិជ្ជាដែលខ្ញុំបង្ហាញពុកម៉ែបងប្អូនឲ្យមើលអញ្ចឹងនេះបាទគឺចឹងក៏មានតែប៉ុណ្្នឹងឯងបាទគឺ